សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់កំបាំងនៃទៀនដែលនៅថ្ងៃនេះយើងនឹងនិយាយតាក់ទងទៅនឹងរឿងរ៉ាវដែលកើតមានឡើងនៅក្នុងភូមិរបស់ខ្ញុំផ្ទាល់វាជារឿងដែលតាក់ទងទៅនឹងអ្នកតាក៏ដូចជាការលៀបបាណន់ហើយរឿងនេះផងដែរវាកើតឡើងអំឡុងឆ្នាំ2019គិតទៅវាប្រហែលជា5ទៅ6ឆ្នាំហើយវាអត់អាចឲ្យខ្ញុំភ្លេចបានទេក៏ដោយសារតាវាជារឿងដែលកើតឡើងទៅលើអ្នកដែលខ្ញុំស្គាល់ផងដែរអញ្ចឹងរឿងដែលយើងនឹងយកមកនិយាយហ្នឹងគឺកើតឡើងទៅលើចិត្តាគឺជាមនុស្សដែលសុភាពម្នាក់ទាំងស្អាតទាំងឆ្លាតទាំងប៉ាកែហើយចេះគោរពចាស់ទុំនិយាយទៅគឺមនុស្សដែលល្អម្នាក់នៅក្នុងភូមិហើយវាកើតឡើងនៅក្នុងពេលដែលគាត់ប្រឡងបាក់ឌុបហើយដោយសារតា2019ហ្នឹងគាត់គឺត្រូវឆ្នាំបាក់ឌុបហើយនៅពេលដែលគាត់ប្រឡងបាក់ឌុបចប់គឺគាត់នឹងមិត្តភ័ក្តិបាននាំគ្នាទៅដើរលេងដើម្បីអបអរសាទរការប្រឡងរបស់ពួកគាត់អញ្ចឹងណាហើយជតាក៏ទៅលេងដូចជា2 3ខេត្តទៅលេងកពតហើយកែបក្នុងអំឡុងពេលមួយយប់មួយថ្ងៃនៅពេលដែលពួកគាត់ត្រឡប់មកវិញនៅថ្ងៃស្អែកហ្នឹងគឺពួកគាត់នៅតែអត់ទាន់អស់ចិត្តថាប្រហែលជាទៅផ្ទះលឿនពេកក៏សម្រេចថាចូលទៅខេត្តទី3មួយទៀតគឺនៅតាមផ្លូវដែលត្រឡប់មកភ្នំពេញវិញគឺជាខេត្តតាកែវហើយពួកគាត់ទាំងអស់គ្នាក៏បានទៅលេងនៅភ្នំមួយដែលនៅក្នុងខេត្តតាកែវហ្នឹងដោយភ្នំហ្នឹងគឺជាភ្នំដែលមានបារមីខ្លាំងពូកែចឹងហើយអ្នកដែលទៅលេងភ្នំហ្នឹងតែងតែចូលទៅបន់ស្រន់នៅទីសក្ការៈជានិច្ចហើយនិយាយដល់ធំហ្នឹងប្រហែលជាអ្នកទាំងអស់គ្នាខ្លះអាចស្គាល់ទៅនឹងភ្នំហ្នឹងហើយក៏ដូចជាអ្នកដទៃដែរចិត្តតាបានទៅដល់ហើយក៏បានបន់ស្រន់នៅរឿងជាច្រើនដូចគេដូចឯងនៅពេលដែលត្រឡប់មកភ្នំពេញវិញចិត្តតាគឺដើររកសាកលវិទ្យាល័យដើម្បីចូលសិក្សាអញ្ចឹងទៅកន្លងមកបានមិនយូរប្រហែលចិត្តតាក៏បានសម្រេចនៅបំណងប្រាថ្នាដែលគាត់បានបន់ស្រន់នឹងខ្លះប៉ុន្តែវាមិនអាចទទួលបានទាំងអស់ដូចនៅពេលដែលចិត្តតាបានបន់ទេអញ្ចឹងក៏ចិត្តតាគិតថាមិនតាន់ជាពេលវេលាដែលល្អសម្រាប់ទៅលេបបាណន់នោះទេគឺចាំសម្រេចគោលបំណងរបស់គាត់អស់សិនដោយចេះតែចាំពីមួយថ្ងៃទៅមួយថ្ងៃមួយខែទៅមួយខែវាបានហួសពេលរហូតដល់8ខែបន្ទាប់នៃការបន់ស្រន់ហ្នឹងដោយកន្លងផុត8ខែនៃការបន់ស្រន់ហ្នឹងអ្នកចិត្តខាងក៏ដូចជាគូសារបស់ចិត្តតាបានចាប់អារម្មណ៍ឃើញថាចិត្តតាគឺភាគបីដូចជាកូនក្មេងអាយុ5ឆ្នាំអញ្ចឹងក្នុងម្ដងម្កាដៃជើងរបស់គាត់ខ្ញង់ចូលគ្នាហើយមាត់គាត់ហ្នឹងគឺវាចម្ដងតិចម្ដងតិចដែលធ្វើឲ្យគាត់ពិបាកញ៉ាំអីមែនតើដែលជាហេតុដែលធ្វើឲ្យចិត្តតាហ្នឹងគឺស្គមពីមួយថ្ងៃទៅមួយថ្ងៃដោយមួយរយៈចុងក្រោយហ្នឹងគឺឃើញកូនគាត់ពិបាកមែនតើចឹងហើយម៉ាក់ចិត្តតាហ្នឹងក៏បានឈប់ពីការងារដើម្បីមកមើលថែចិត្តតាហ្មងទៅដោយសារតាអាការៈរបស់ចិត្តតាហ្នឹងគឺធ្ងន់ធ្ងរហើយទោះបីជាគាត់បាននាំចិត្តតាទៅប៉ែតគ្រប់ទីកន្លែងក៏ដោយទៅប៉ែតណាប៉ែតណីប៉ែតអីក៏ដោយក៏មើលចិត្តតាអត់ឃើញដែររហូតដល់ទៅដល់ប៉ែតខួរក្បាលហើយនៅតែអត់អាចធ្វើឲ្យចិត្តតាហ្នឹងគឺប្រសើរបានទៀតហើយផ្ទុយទៅវិញអាការៈរបស់ចិត្តតាហ្នឹងកាន់តែធ្ងន់ធ្ងរទៅជាងមុនទៀតដល់នៅពេលអញ្ចឹងហើយអ្នកចិត្តខាងក៏បានប្រាប់ទៅម៉ាក់របស់ចិត្តតាថាបើសិនជាជួយទៅខាងផ្នែកវិទ្យាសាស្ត្រទៅប៉ែតទៅអីមើលអត់ជាហើយក៏សាកទៅរកគ្រូខ្មែរឬក៏ណាគេម្នាក់ដែលជួយបានទៅចិត្តតាប្រហែលជាពាក់ព័ន្ធទៅនឹងផ្លូវងឹតហើយអត់មានពាក់ព័ន្ធទៅរឿងខួរក្បាលអីណាឯណីទេប៉ុន្តែម៉ាក់ចិត្តតាដែលជាមនុស្សដែលអត់សូវជឿទៅលើរឿងរ៉ាវដែលតាក់ទងទៅនឹងអមនុស្សឬក៏អ្នកតាអីហ្នឹងណាគឺគាត់អើពើនឹងពាក្យសម្ដីដែលអ្នកចិត្តខាងគាត់ហ្នឹងគឺប្រាប់ហ្មងនៅពេលដែលគាត់ឃើញកូនគាត់ពិបាកខ្លាំងមែនតែនគឺយ៉ាប់ពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងទៅគាត់ក៏ដាច់ចិត្តថាអឺទៅជាមួយនឹងអ្នកចិត្តខាងក៏ដោយសារតែអ្នកចិត្តខាងហ្នឹងគឺមកផ្ទះគាត់ហើយនិយាយរាល់ថ្ងៃហ្មងហើយនៅពេលអញ្ចឹងហើយគាត់ក៏បានទៅរកផ្ទះរបស់គ្រូទាយម្នាក់ដែលនៅក្នុងភូមិហ្នឹងនៅពេលដែលទៅដល់ផ្ទះរបស់គ្រូទាយហ្នឹងគឺសភាពជាតាមានលក្ខណៈពិបាកខ្លាំងបាត់ទៅហើយដៃជើងហ្នឹងគឺខ្ញង់ចូលគ្នាខ្លាំងមែនតែនហ្មងហើយនិយាយគឺអត់ដឹងអីទេហើយចំណែកឯមាត់វិញគឺវាយហើយហៀទឹកមាត់រហូតហ្មង
និយាយទៅគឺពិបាកបើកភ្នែកមើលខ្លាំងមែនតើក៏ដោយសារតាជាមនុស្សដែលសភាពរៀបសារម្នាក់នៅក្នុងភូមិណាបានប្រែក្លាយទៅជាបែបនឹងក្នុងរយៈពេលដ៏ខ្លីដោយទៅដល់ផ្ទះរបស់អ្នកគ្រូនឹងបានតែមួយផ្លែតទេគឺសលេងដល់ចម្លែកមួយបានពលឺចេញមកពីចិត្តតាមកជាសលេងតហោយំយ៉ាងខ្លាំង វាគឺជាសលេងរបស់វិញ្ញាណដែលនៅក្នុងខ្លួនរបស់ចិត្តតាជាវិញ្ញាណដែលគេបានបញ្ជូនមកដើម្បីតាមចិត្តតាតាំងពីយូរមកហើយដែលឃើញបែបអញ្ចឹងហើយក៏អ្នកគ្រូនឹងទៅនិយាយជាមួយនឹងវិញ្ញាណហ្នឹងប៉ុន្តែវិញ្ញាណនឹងអត់ឆ្លើយតបទេគិតតែពីយំរហូតដល់មកសន្ទុះធំមកក៏ស្ងាត់បាត់សលេងយំទៅហើយដល់ពេលហ្នឹងហើយគឺចិត្តតាបានវិលត្រឡប់ទៅសភាពធម្មតាវិញដៃជើងរបស់គាត់ក៏ពលានតិច ហើយមាត់គាត់ក៏រៀងឈប់វាចបន្តិចដែរហើយនៅពេលដែលសួរនាំឬក៏និយាយជាមួយគាត់ទៅគឺគាត់នឹងបានវិលទៅរកសភាពដើមវិញáគឺនិយាយយល់គ្នាជាងមុនខុសប្លែកពីពេលដែលគាត់មកដំបូងដោយឃើញបែបហ្នឹងហើយគឺអ្នកគ្រូទាយហ្នឹងគឺបានទៅសួរនាំម៉ាក់របស់ចេតាថាមានបានឲ្យចេតាហ្នឹងទៅកន្លែងណាខ្លះឬក៏នាំចេតាបានទៅកន្លែងណាខ្លះក្នុងអំឡុងពេល7-8 ខែចុងក្រោយនេះ ដោយម៉ាក់ជីតាក៏បានប្រាប់ថាកូនរបស់គាត់នឹងបានទៅលេងភ្នំហើយនឹងសមុទ្រកាលពី8 ខែមុនបន្ទាប់ពីជីតានឹងបានប្រឡងទី12ចប់ហើយគ្រាន់តែឮចឹងភ្លាមអ្នកគ្រូទាយនឹងក៏ដឹងភ្លាមថាជីតានឹងគឺជាប់បណ្ណត់នៅភ្នំនឹងហើយអត់មានកន្លែងណាឆ្ងាយពីនឹងទៀតទេណាជីតាត្រូវទៅលាបណ្ណត់ជាដាច់ខាតកុំឲ្យហួសអំឡុងពេល4 ខែខាងមុខទៀតបើមិនអញ្ចឹងទេវាកាន់តែធ្ងន់ធ្ងរជាងហ្នឹងហើយ ហើយទៅផ្ទះវិញហ្នឹងគឺត្រូវតាអុជធូបប្រាប់ទៅអ្នកតាថាកូនចៅនឹងត្រូវទៅលាបណ្ណន់នៅក្នុងពេលវេលាណាមួយដែលបានកំណត់ទុកហើយត្រូវតែច្បាស់ទៀតថាធូបដែលបានអុជដើម្បីប្រាប់ទៅអ្នកតានឹងគឺដោតនៅខាងក្រៅផ្ទះត្រឹមទ្រូងជាដាច់ខាតហើយគាត់ក៏បានបន្តទៀតថាសភាពរបស់ចិត្តតាបែបហ្នឹងគឺត្រូវបានព្រាយរបស់អ្នកតាតាមធ្វើទុកបុកម្នេញព្រោះជាធម្មតា កន្លែងដែលមានអ្នកតាតែងតែមានព្រាយដែលជាបរិវាររបស់គាត់ហើយការបញ្ជូននេះគឺដើម្បីរំលឹកទៅអ្នកដែលបានទទួលបានបំណងហើយអត់បានទៅវ័នទៅលាមាត់លាកនៅកន្លែងរបស់គាត់ហ្នឹងក្រោយពីស្ដាប់ការណែនាំរបស់អ្នកគ្រូហើយមជ្ឈតាក៏យកព្រមជាមួយនឹងអ្នកគ្រូហើយក៏នាំចិត្តតានឹងត្រឡប់ទៅផ្ទះវិញប៉ុន្តែគោលបំណងដែលគាត់យកចិត្តតាមកហ្នឹងមិនមែនជាគោលបំណងរបស់គាត់ផ្ទាល់ទេ ប៉ុន្តែជាគោលបំណងរបស់អ្នកជិតខាងគាត់ទៅវិញក៏ព្រោះថាអ្នកជិតខាងគាត់ហ្នឹងគឺតែងតែទៅផ្ទះគាត់ហើយនិយាយដើម្បីឲ្យគាត់ហ្នឹងទៅអ្នកគ្រូជារៀងរាល់ថ្ងៃតែម្ដងក៏ព្រោះតែថាអ្នកដែលស្វះស្វែងក្នុងការជួយចេតាសួរនាំថាត្រូវធ្វើម៉េចដើម្បីជួយចេតាហ្នឹងគឺមិនមែនជាម៉ាក់របស់ចេតាទេបែរជាអ្នកជិតខាងរបស់ចេតាទៅវិញអីដែលចម្លែកហ្នឹងគឺកន្លងមក6 ខែ ខ្ញុំហ្នឹងគឺបានបើក Facebook ហើយដោយសារតាជាអ្នកភូមិជាមួយគ្នាខ្ញុំក៏មាន Facebook Friend ជាមួយនឹងម៉ាក់របស់ជីតាហើយក៏ឃើញរូបថតដ៏សោកសៅមួយគឺម៉ាក់ប៉ាជីតាបានយកជីតាហ្នឹងគឺទៅស្រុកកំណើតរបស់គាត់ហើយរូបថតដែលខ្ញុំឃើញហ្នឹងគឺជារូបជីតាគឺស្បែកដណ្ដប់ឆ្អឹងហើយអង្គុយលើអតេះហ៊ុញ គឺរងចាំតាថ្ងៃមកដល់របស់គាត់ទេខ្ញុំឃើញចឹងហើយគឺខ្លោចចិត្តខ្លាំងមែនតែនអាណិតមនុស្សដែលស្អាតឆ្លាតមានសមត្ថភាពហើយជាមនុស្សដែលខ្ញុំស្គាល់ជាយូរមកហើយតាំងពីក្មេងៗបែរជាត្រូវជួបរឿងបែបហ្នឹងទាំងដែលទៅតែអាយុ18 19ឆ្នាំនិយាយទៅគឺខ្លោចចិត្តខ្លាំងមែនតែនប៉ុន្តែអត់អាចធ្វើអីបានទេ ហើយរឿងដែលគួរឲ្យខ្លោចចិត្តហ្នឹងគឺមិនមានតែប៉ុណ្្នឹងឯងអីដែលគួរឲ្យអាណិតខ្លាំងនិងខ្លោចចិត្តខ្លាំងបំផុតដែលគេបានដឹងនោះគឺរឿងដែលអ្នកគ្រូបានប្រាប់ទៅម៉ាក់ចេតាហ្នឹងគឺម៉ាក់ចេតាអត់បានយកទៅអនុវត្តធ្វើតាមពាក្យសម្ដីដែលអ្នកគ្រូនឹងបានធ្វើទេហើយព្រាយដែលតាមមករកចេតារាល់ថ្ងៃហ្នឹងក៏បានយកចេតាទៅបានសម្រេច គឺពិបាកទទួលយកខ្លាំងមែនតើនៅពេលដែល
មានរឿងនឹងកើតឡើងនៅក្នុងភូមិបែបហ្នឹងចឹងហើយអ្នកទាំងអស់គ្នាបើសិនជាបានទៅទីកន្លែងដែលមានបារមីឬក៏ទីសក្ការៈបូជាណាមួយគួរក៏បីតែបន់ស្រន់ហើយគឺត្រូវតែចាំនៅអ្វីដែលយើងបានបន់ស្រន់ទោះបីជាយើងទទួលបានផលតិចឬច្រើនឬក៏បំណងយើងគឺមាន5ហើយទទួលបានតែ2ក៏យើងត្រូវតាទៅលាមាត់លាកដើម្បីជៀសវាងពីរឿងដែលអាចនឹងកើតមានឡើងដូចជាតាអញ្ចឹងឯងហើយសាច់គ្រឿងរបស់យើងក៏បានចប់ដល់ត្រឹមនេះអញ្ចឹងអ្នកទាំងអស់គ្នាប្រយ័ត្នប្រយែងផង and ជម្រាបលា